ចានេះគឺជាទស្សនវិជ្ជានៅលើកោះនារីដែលគេកំពុងតែអភិវឌ្ឍបដាគេធ្វើស្អាតណាខុនដូអីហាងកាហ្វេភោជនីយដ្ឋានអីស្អាតហើយនេះខ្ញុំមកប្រឡែងត្រី2នាក់ស្វាមីចាហើយការលេងត្រីនេះគឺខ្ញុំចង់សន្សំបុណ្យចាយើងធ្វើអីក៏បានបុណ្យដូចគ្នាដែរឲ្យតែចិត្តយើងជ្រះថ្លាហើយក៏យើងធ្វើទៅតាមលទ្ធភាពសមត្ថភាពរបស់យើងអញ្ចឹងចាហើយជួនកាលខ្ញុំនាំកូនហើយនឹងក្មួយខ្ញុំនឹងទៅប្រឡែងត្រីនៅវត្តគល់តតឹងចានៅវត្តគល់តតឹងមានស្រះយ៉ាងធំសម្រាប់ឲ្យយើងប្រឡែងត្រីលេងដើកអីចឹងបងប្អូនចាដោយសារវត្តគល់តតឹងរៀងឆ្ងាយតិចហើយខ្ញុំពេលវេលាមិនសូវសម្បូរក៏ខ្ញុំថ្ងៃនេះសម្រាប់ចិត្តថាមកប្រឡែងនៅខាងមាត់ទន្លេនៅកោះនារីនេះវិញមក2 3 ដងដែរហើយបងប្អូន2 ដងជូនកូនប្រុសមកប្រឡែងនៅនេះម្ដងហើយលើកនេះម្ដងទៀត2 ដងអញ្ចឹងមកលើកនេះថតទុកមើលហើយកុំឲ្យពិបាកមិញហ្នឹងមកចុះរមកឃើញកន្លែងចដៅចុះប្រឡែងហ្នឹងឲ្យចាំហ្នឹងទល់មុខ BYD ហើយមានកម្មចដៅចុះទៅប្រឡែងត្រីខ្ញុំមិនសូវចាំអីទេទៅដល់ណាក៏មិនសូវចាំផ្លូវចាំអីដែរហើយលើកមុនប៉ាវាអត់បានមកហើយលើកនេះគាត់មកទៅរកកន្លែងប្រាប់គាត់មិនឃើញព្រោះយើងអត់ចំណាំឥឡូវថតចំណាំទុកបើគាត់វិញមកក៏ប៉ិនចំណាំចានេះផ្លូវយើងដើរទៅចដើដែលសម្រាប់ចុះទៅដល់ទឹកទន្លេហ្មងចានេះបើសិនជាមកលើកក្រោយប្លែកទៀតហើយព្រោះតាមមាត់ទន្លេហ្នឹងគេចាក់ថ្នាក់មួយថ្នាក់ទៀតសម្រាប់ឲ្យយើងដើរលេងតាមមាត់ទន្លេហ្នឹងមកកលៈទៀតនេះកន្លែងខ្ញុំកំពុងដើរនេះវាកលៈទី2ហើយនេះកលៈទី2ហើយនេះខាងលើនេះកលៈទី1ហើយខ្ញុំដើរនេះកលៈទី2ហើយឥឡូវគេកំពុងធ្វើមកកលៈទៀតចុះទៅខាងមាត់ទន្លេចាហើយនេះយើងចុះទៅគេធ្វើចដៅបងប្អូនពណ៌លឿងហ្នឹងចដៅឲ្យយើងចុះទៅដល់ទឹកទន្លេហ្មងណាចាអញ្ចឹងយើងចុះទៅកម្មចដៅហ្នឹងចូលលើស្ពានហ្នឹងបងប្អូនទៅយើងប្រឡែងត្រីទៅហើយដាក់ទៅទឹកធំល្វឹងល្វើយអញ្ចឹងនិយាយពីត្រីដាក់ទៅហែលខ្ចាយទៅអស់មានសេរីភាពគេណាទៅជាជុំសុខសប្បាយចាមិញហ្នឹងខ្ញុំប្រឡែងរួចហើយនេះប៉ាវាប្រឡែងម្ដងហើយខ្ញុំថតវីដេអូឲ្យគាត់ហេងទៅបានសុខអាចចូលអីតែជាជុំហើយអ្នកប្រឡែងក៏ទៅជាជុំដែរអ្នកប្រឡែងក៏សុខសប្បាយហេងនេះមើលចាស់ទីតាំងកន្លែងចាំមើលពេលមកលើកក្រោយប្រហែលជាគេធ្វើស្អាតហើយគេចាក់តាមមាត់ទន្លេនេះស្អាតហើយប្រកាសជាស្រួលដើរស្រួលចុះជាងនេះចានេះយើងឡើងមកគេមានដើមឈើហើយគេដាក់កំពង់ទឹកស្រោចដើមឈើចោលតិចចឹងណាបងប្អូនហើយយើងចង់លាងដៃអីក៏បាន